គម្រោងផ្លូវល្បឿនលឿនទី2ភ្នំពេញបាវិតធ្វើដំណើរត្រឹមតែជាង1ម៉ោងនឹងតភ្ជាប់ទៅប្រទេសវៀតណាមបន្ទាប់ពីបានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីខែមិថុនាឆ្នាំ2023កន្លងទៅគម្រោងផ្លូវល្បឿនលឿនទី2របស់កម្ពុជាដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ក្រុងបាវិតខេត្តស្វាយរៀងកំពុងបន្តដំណើរការសាងសង់យ៉ាងសកម្មដើម្បីសម្រេចឲ្យបានតាមផែនការដែលបានកំណត់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញបាវិតនេះមានប្រវែងសរុប 135.1 គីឡូម៉ែត្រដោយឆ្លងកាត់ខេត្តចំនួន3រួមមានខេត្តកណ្ដាល 4.1 គីឡូម៉ែត្រខេត្តព្រៃវែង 71 គីឡូម៉ែត្រនិងខេត្តស្វាយរៀង 60.1 គីឡូម៉ែត្រគម្រោងនេះវិនិយោគនិងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិនទន្ទឹមគ្នានេះរដ្ឋាភិបាលក៏កំពុងស្ថាបនាស្ពានឆ្លងទន្លេមេគង្គប្រវែង 1,600 ម៉ែត្រតភ្ជាប់ពីឃុំដីឥដ្ឋស្រុកគៀនស្វាយទៅឃុំថ្មកស្រុកលវាអែមដែលនឹងភ្ជាប់ទៅផ្លូវល្បឿនលឿនផ្ទាល់ហើយគ្រោងនឹងបញ្ចប់ការសាងសង់ដំណើរគ្នានៅពេលគម្រោងនេះបញ្ចប់នឹងដាក់ឲ្យប្រើប្រាស់ជាស្ថាពរការធ្វើដំណើរពីរាជធានីភ្នំពេញទៅកាន់ព្រំដែនក្រុងបាវិតនឹងត្រូវកាត់បន្ថយពេលវេលាមកត្រឹមតែជាង1ម៉ោងប៉ុណ្ណោះកាន់តែពិសេសជាងនេះទៅទៀតខ្សែផ្លូវនេះនឹងត្រូវតភ្ជាប់ដោយផ្ទាល់ទៅកាន់បណ្ដាញផ្លូវល្បឿនលឿនរបស់ប្រទេសវៀតណាមដែលនឹងជួយជំរុញសក្តានុពលសេដ្ឋកិច្ចពាណិជ្ជកម្មនិងភស្តុភារកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពរលូននិងឆាប់រហ័សទ្វេដង